ខ្ញុំថ្ងៃនេះរៀបការហើយរៀបការជាមួយបុរសដែលខ្ញុំមិនស្គាល់មុខកូនក្រមុំតើអ្នកនឹងរស់នៅជាមួយកូនកំលោះអស់មួយជីវិតទេចាសោះខ្ញុំនឹងរស់នៅជាមួយគាត់ខ្ញុំកំពុងបដូរសម្លៀកបំពាក់កូនក្រមុំអ្នកនាងមិនអីទេគាត់ជាកូនកំលោះអញ្ចឹងអ្នកទាំងពីរនិយាយគ្នាទៅខ្ញុំគ្មានការងារអ្វីផ្សេងទៀតទេគីមខ្ញុំនឹងទៅធ្វើជំនួញនៅចាក់ភពអង់គ្លេសនៅថ្ងៃស្អែកហើយមិនបានកំណត់ពេលត្រឡប់មកវិញខ្ញុំនឹងទុកកាតរបស់ខ្ញុំលុយគ្មានទេរៀបការភ្លាមទៅធ្វើជំនួញភ្លាមពេលក្រោយបើមានពេលខ្ញុំនឹងសងវិញយេកូនកំលោះដែលយាយជ្រើសរើសពិតជាសង្ហាណាស់គាត់ក៏ខ្ពស់ដែរអាហោ3ឆ្នាំមុនយាយមិនអាចការពារឯងបានឯងក៏មិនបានទៅសាលាហើយឯងក៏បានរងទុក្ខតែម្នាក់ឯងនៅសេអ៊ូលនោះមិនមែនជាកំហុសរបស់យាយទេយាយប្តីរបស់ខ្ញុំមកយកខ្ញុំហើយខ្ញុំនឹងទៅធ្វើជំនួញនៅចាក់ភពអង់គ្លេសនៅថ្ងៃស្អែកហើយមិនបានកំណត់ពេលត្រឡប់មកវិញទេអញ្ចឹងខ្ញុំនឹងទូរស័ព្ទទៅយាយពេលក្រោយអាហោក្រុមហ៊ុនធំជាងគេនៅកូរ៉េគឺក្រុមហ៊ុនអ៊ូសានគីមខ្ញុំនឹងរស់រានមានជីវិតនៅសេអ៊ូលយាយថ្ងៃនេះមានកិច្ចប្រជុំគម្រោងធំមួយនៅក្រុមហ៊ុនខ្ញុំនឹងធ្វើវាបានល្អអូយគីមដេរីថ្ងៃនេះជាថ្ងៃដែលនាយកប្រតិបត្តិត្រឡប់មកពីចាក់ភពអង់គ្លេសវិញតែអ្នកនាងបែរជាកំពុកកាហ្វេលើឯកសារទៅវិញប្រហែលជាមកពីគាត់មកពីជនបទទើបគាត់មិនស្គាល់សុជីវធម៌នាយកប្រតិបត្តិមកហើយអាសេដេស្អាតណាស់ពូជុងកុំនិយាយពាក្យផ្អែមល្ហែមទៀតអីទើបតែរៀបការជាមួយចៅប្រុសខ្ញុំភ្លាមក៏ទុកប្រពន្ធចោលហើយទៅអង់គ្លេសម្នាក់ឯងមួយឆ្នាំមិនត្រឡប់មកខ្ញុំត្រូវនិយាយអ្វីទៅកាន់អ្នកអតីបើលើកនេះឯងត្រឡប់មកវិញដោយគ្មានកូនកុំគិតចង់ជួបបាមីអីលោកយាយថ្ងៃនេះខ្ញុំនឹងទៅទទួលគាត់ដោយផ្ទាល់អូយចាសោះពិតណាស់ត្រូវតែទទួលគាត់ដោយផ្ទាល់ហោះបាទខ្ញុំយល់ហើយ
ខ្ញុំមិនដឹងថាគាត់រស់នៅម្នាក់ឯងយ៉ាងម៉េចទេអស់រយៈពេល1ឆ្នាំតែចាប់ពីពេលនេះទៅខ្ញុំត្រូវតែធ្វើល្អដាក់គាត់ហើយចូលមក លោកនាយកបានហៅខ្ញុំមែនទេ ប្រសិនបើអ្នកនាងហានជួបបុរសម្នាក់តើអ្នកនាងចង់បានកាដូអ្វី ខ្ញុំមើល យប់នេះខ្ញុំនឹងទៅជួបភរិយាខ្ញុំ ឈប់សិនកុំគិតអ្វីចម្លែកលោកនាយកនៅកំពុងនិយាយអំពីលោកស្រីមិនមែនជាបរិយាកាសល្អទេថាបុរសដែលតែងតែជូនភូមិផ្កាថ្មីរាល់ពេលណាត់ជួបគឺពិសេសជាងទំនិញប្រណីតថ្លៃទៅទៀតវាជាខ្សែកដែលត្រូវបានដេញថ្លៃក្នុងតម្លៃ2លានអឺរ៉ូនៅឯការដេញថ្លៃនៅទីក្រុងប៉ារីសកាល ខ្ញុំ ពី បាន សប្តាហ៍ ចង់ មុន កាដូហើយ មិនមែនទេលោកនាយកបើលោកជូនខ្សែកនេះដល់លោកស្រីគាត់នឹងចូលចិត្តខ្លាំងណាស់តាមពិតភូមិផ្កាគឺបែបនោះ ទេ ខ្ញុំចង់ផ្ដល់អ្វីទាំងអស់ដល់គាត់សូមធ្វើភូមិផ្កាដែលមានគុណភាពខ្ពស់បំផុតតាមការកំង ថ្ងៃនេះជាថ្ងៃដំបូងដែលខ្ញុំធ្វើជាលេខាប្រធានតែពិតជាមិនងាយស្រួលសោះ ផ្កាឈូកនេះយកទៅឲ្យលេខាខ្ញុំភ្លាមទៅ តែបើខ្ញុំមិនបានមកដល់ទីនេះទេខ្ញុំប្រហែលជាមិនដឹងថាផ្កាដែលថ្លៃជាងថ្លៃឈ្នួលផ្ទះខ្ញុំនេះមើលទៅដូចមិនដេចទេអាឡូអ្នកណាគេ អូនមិនដឹងលេខបងផងបងឈ្មោះចង់យុន ចង់យុនឈ្មោះនេះធ្លាប់ទៅនៅកន្លែងណាទេធ្លាប់នៅក្នុងបញ្ជីឈ្មោះអតិថិជនមិនមែនទេនេះជាលេខផ្ទាល់ខ្លួនរបស់ខ្ញុំ ចង់យន់តើមានរឿងអី នាងល្ងងនាងភ្លេចឈ្មោះហៅក្រៅរបស់បងហើយមែនទេបងជាប្តីរបស់ហានស៊ី ទុកភាសាមួយដុំឲ្យខ្ញុំបានទេ ហេតុអីបានជាមានសម្លេងបរិបផ្សេងនៅក្នុងផ្ទះប្រពន្ធបងប្រពន្ធដែលបងចង់ជួបខ្លាំងបំផុតគឺជាស្រីដែលមិនស្មោះត្រង់បែបនេះមែនទេ ហេតុអីក៏បិទទូរស័ព្ទដាក់ខ្ញុំបែបនេះយ៉ាទុកភាសាឲ្យខ្ញុំផង ហានស៊ីអញបានក្លាយជាលេខាប្រធានក្រុមហ៊ុនវូសុងហើយតែនៅតែញ៉ាំអាហារសាមញ្ញបែបនេះទៀតឬ អីយ៉ាពិតជាគួរឲ្យខឹងមែនប្រធានក្រុមហ៊ុនវូសុងមិនដែលចេញព័ត៌មានទេគ្រប់គ្នាឆ្ងល់ថាគាត់មើលទៅដូចឯងធ្លាប់ឃើញផ្ទាល់ហើយមែនទេរូបរាងគាត់យ៉ាងម៉េចដែរកម្ពស់សង្ហាទេ តាមពិតទៅគេខ្ពស់ហើយសង្ហា មុខគេពាក់កណ្ដាលដូចបាងចុងគុកពាក់កណ្ដាលដូចគីមមីងឈូខ្លួនគេដូចលីដុងវូកអីយ៉ាគេល្អបំផុតហើយបើមិនមែនដោយសារប្តីគេដែលមិនដឹងថាស្លាប់ឬរស់ទេហាវុនមនុស្សដូចឯងអាចចាប់ផ្ដើមភ្លាមបានហើយឡើងលោកប្រធានណូមានប្រពន្ធហើយរៀបការហើយ លើពីនេះគាត់ស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាស់ គួរឲ្យស្ដាយមកចាំបន្តិចមិញឯងថាប្តីគេដែលមិនដឹងថាស្លាប់ឬរស់គឺជាមនុស្សអាក្រក់មែនទេមិនមែនមនុស្សអាក្រក់ទេមនុស្សដូចឆ្កែរត់គេចខ្លួនដោយកំសាកទោះគេត្រឡប់មកវិញលុតជង្គង់អង្វរក៏ខ្ញុំមិនអត់ទោសឲ្យដាច់ខាតខ្ញុំពិតជាមិនធ្វើទេ កុំទុកចិត្តគេ លោកប្រធាននៅថ្ងៃនេះលោកវីកូនគោខ្លាំងណាស់ លេខាគីមរបស់យើងស្គាល់កូនកូទេ អត់ទេ ខ្ញុំបង្រៀនដោយចិត្តល្អទេលោកប្រធានប៉ាមិនចាំបាច់បង្រៀនលេខាខ្ញុំទេអេលោកប្រធានណូហាក់ដូចជាមិនដឹងអ្វីសោះគ្រាន់តែវីបានល្អមិនមើលមកនេះគ្រាន់តែធ្វើវាឲ្យបានល្អទៅ អត់ទេដោយសារតែមិនបានទទួលការអប់រំត្រឹមត្រូវ រាល់ថ្ងៃដើរលួងលោមព្រោះមែនទេអើហឺ ខ្ញុំមិនមែនទេនាងនោះទេដែលមកគូទ្វារផ្ទះខ្ញុំនៅពេលព្រឹកអត់ទេឯងជាអ្នកលួងលោមគេឲ្យចូលមក ហឹម ខ្ញុំរៀនចប់សាកលវិទ្យាល័យកូរ៉េធ្វើអីខូចដូចគ្នា អត់ទេ សម្រាប់កញ្ញាបាក់មែនទេ ឈប់ ខ្ញុំសុំទោសបាត់ខ្ញុំយល់ហើយដំបងរីករាយជាមួយវាសិនទៅពេលក្រោយរីករាយជាមួយវាពេលនោះលោកស្រី យកប្រតិបត្តិដូរខ្ញុំពិតជាគ្មានភ្នែកមែនខ្ញុំសុំទោស
ខ្ញុំនឹងសុំទោសលោកគឹមពី ប្រសិនបើអ្នកហ៊ានប៉ះពាល់នាយកប្រតិបត្តិឧសុំខ្ញុំនឹងមិនទុកអ្នកណាឡើយ នាយក នាយកប្រតិបត្តិដូនាយកប្រតិបត្តិដូនាយកប្រតិបត្តិដូ នាយកប្រតិបត្តិអរគុណដែលបានជួយខ្ញុំនឹងទទួលខុសត្រូវចំពោះការខាតបង់ដែលបណ្ដាលមកពីកិច្ចសហប្រតិបត្តិការភ្លាមនេះ ហាន់ស៊ីកុំសុំទោសកុំដាច់ខាតអ្នកដែលធ្វើខុសគឺអ្នកដែលធ្វើបាបហាន់ស៊ីមិនមែនហាន់ស៊ីទេចាប់ពីពេលនេះទៅប្រសិនបើអ្នកណាម្នាក់ហ៊ានធ្វើបាបហាន់ស៊ីខ្ញុំនឹងចាប់ទុកអ្នកនោះជាស្ត្រូវរបស់ឧសុំគ្រប់ អរគុណនាយកប្រតិបត្តិ នាយកប្រតិបត្តិខ្ញុំបានបញ្ចប់ការងារទាំងអស់ហើយតើមានការណែនាំផ្សេងទៀតទេ គ្មានទេ កាដូការដែលខ្ញុំបានជូនលោកស្រីកាលពីលើកមុនតើគាត់ចូលចិត្តទេ មានរឿងបន្ទាន់កាត់ឡើងដូច្នេះខ្ញុំមិនបានណាត់ជួប ខ្ញុំ ទេ ក៏មានការងារត្រូវធ្វើនៅ Times Square ដែរតើខ្ញុំគួរយកកាដូជូនលោកស្រីជំនួសទេ សំឡេងបុរសដែលខ្ញុំបាននៅថ្ងៃនោះអាចជាការយល់ច្រឡំប្រសិនបើវាជាការយល់ច្រឡំខ្ញុំត្រូវតែជិះ ល្អហើយតោះទៅជាមួយគ្នាខ្ញុំនឹងទិញកាដូហើយណាត់ជួបនៅភោជនីយដ្ឋាន Grand View ទល់មុខ Namson Tower កាដូថ្លៃនិងភោជនីយដ្ឋានថ្លៃទៀតនាយកប្រតិបត្តិដូពិតជាស្រឡាញ់លោកស្រីខ្លាំងណាស់នាយកខ្ញុំបានជ្រើសរើសវាឲ្យត្រូវនឹងរសជាតិរបស់លោកយី ទូទាត់ទៅ ចាស គ្រាន់តែទិញទាំងអស់ទៅ ពិតជាមានប្តីបែបនេះនៅលើលោកទៀតលោកនាយកបាក់ជុនមកនៃក្រុមហ៊ុនតេសាងបានបង្កគ្រោះថ្នាក់ចរាចរណ៍បុករបងស្ពានហានកាំងតេកំពុងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង លោកបាក់បច្ចុប្បន្នមានរបួសធ្ងន់ធ្ងរនៅដៃស្ដាំហើយទំនងជានឹងមានពិការភាពជាអចិន្ត្រៃយ៍ មិនទៅទេ គ្រាន់តែដើមខាងប្រើលេងកើតទៅហើយ បងស្រីហានអូនប្រយ័ត្នផងលោកនាយកនោះគឺជាមនុស្សគួរឲ្យខ្លាចណាស់ កញ្ញាគឹមអើខ្លាចខ្ញុំ អត់ទេគ្រាន់តែ ចំពេង គ្រាន់តែចិត្តបន្តិចខ្ញុំមើលមិនឃើញច្បាស់ បើលេខាគឹមខ្លាចខ្ញុំក៏គ្មានវិធីដែរយ៉ាងណាមិញអ្នកផ្សេងគិតថាខ្ញុំជាមនុស្សខូចខើនិងសាហាវ សំបីតែម្ដាយបង្កើតរបស់ខ្ញុំក៏ខ្លាចខ្ញុំដែរ ខ្ញុំមិនគិតបែបនោះទេពាក្យចាមអារាមគ្រាន់តែជាពាក្យចាមអារាមប៉ុណ្ណោះ ប្រធានដែលខ្ញុំស្គាល់គឺចិត្តល្អនិងការពារអ្នកក្រោមបង្គាប់ហើយគាត់ស្រឡាញ់ភរិយារបស់គាត់ខ្លាំងណាស់តើមានអ្វីដែលត្រូវខ្លាច ការកក់ភោជនីយដ្ឋានបានបញ្ចប់ហើយសូមរីករាយជាមួយការណាត់ជួបរបស់អ្នក ពិតជាសប្បាយចិត្តណាស់ ហេតុអ្វីបានជាមេខ្នៃនេះស្អាតម្ល៉េះ ចាខ្ញុំបានទិញផ្កានិងកាដូហើយខ្ញុំនឹងតែញ៉ាំអាហារពេលល្ងាចជាមួយអាណាហេតុឥឡូវនេះ ហាត្រូវហើយទៅមុខមាត់របស់ណូស៊ីកាមុននៅរស់បើឯងបាត់បង់ក្មេងស្រីល្អដូចហាអឿនឯងជាមនុស្សល្ងងហើយ ហាអឿនគឹមហាអឿន សួស្ដីខ្ញុំឈ្មោះគឹមហាអឿន ឈ្មោះអ្នកទាំងពីរដូចគ្នាគឹមមកអូនហេតុអីក៏ធ្លាប់ស្គាល់ម្ល៉េះគឹមប៊ីសូឈ្មោះដូចគ្នាកុំបារម្ភអីយាយថ្ងៃនេះខ្ញុំនឹងទៅទទួលហានអឿនហើយណាត់ជួបគ្នាឲ្យបានត្រឹមត្រូវ ហានអឿនគឺជាចៅស្រីដ៏មានតម្លៃរបស់មិត្តចាស់របស់ខ្ញុំ នាងជាក្មេងស្រីដែលចិត្តល្អនិងមានគំនិតជ្រៅជ្រះឯងជឿលើការមើលឃើញរបស់ខ្ញុំទេ ឯងនឹងហ៊ានអឿនប្រកាសជាមានសុភមង្គលនិងរស់នៅបានល្អហើយ អូស្ត្រាលីមែនទេអាហាំមែនហើយឆាប់មកយកខ្ញុំទៅ
យូអ៊ីសានី ចិញ្ចៀននេះខ្ញុំនឹងដាក់ក្នុងភូមិការ បើហានអឿនពេញចិត្តនោះគ្រប់គ្រាន់ហើយនីកាមុនជូសេងកាថំកំមហ៊ុនចាសវ៉ាន់កូកូរ៉ូកាដូនីគីរ៉េ អូធាក់បាត់ហើយ តាកាម៉ាជូនកូគីប៉ារ៉ូនរ៉ាសូ